ឧត្តមសេនីយ៍តូសេងធីរិនចាត់វិធានការប្រតិបត្តិការបង្ក្រាបបទល្មើសដឹកជញ្ជូនលាខុសច្បាប់ចំនួន30តោនក្នុងខេត្តកំពង់ធំនៅយប់ថ្ងៃទី3ខែតុលាឆ្នាំ2025វេលាម៉ោង2:30នាទីយប់ឧត្តមសេនីយ៍តូសេងធីរិនប្រធានគណៈបញ្ជាការដឹកនាំបង្ក្រាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាបបានចាត់វិធានការតាំងកម្លាំងអង្គភាពចំណោះយោធាភូមិភាគទី5ដឹកនាំដោយវីរៈសេនីយ៍តូសវិបុលសហការជាមួយកម្លាំងតំបន់ប្រធានប្រតិបត្តិការសក្រងកំពង់ឆ្នាំងនិងកម្លាំងការិយាល័យទី2កងទ័ពជើងគោកចុះប្រតិបត្តិការបង្ក្រាបការជួញដូរនិងដឹកលៀសខុសច្បាប់ចំនួន30តោនស្ថិតនៅក្នុងភូមិរាសស្រុកស្ទងខេត្តកំពង់ធំប្រតិបត្តិការបង្ក្រាបនេះគាត់បានរថយន្តសរុបចំនួន3គ្រឿងរួមមានរថយន្ត Fuso ចំណុះ5តោនផ្ទុកលៀសចំនួន15តោនរថយន្តកូរ៉េចំណុះ5តោនផ្ទុកលៀសចំនួន10តោនរថយន្តកែច្នៃផ្ទុកលៀសចំនួន5តោននិងអ្នកបើកបរចំនួន3នាក់បញ្ជូនទៅមន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់ដោយឡែកលៀសដែលបានប្រកល់ជូនមន្ត្រីជំនាញនិងកងទ័ពបានដឹកជញ្ជូនយកទៅចាក់ចោលនៅក្នុងបឹងទន្លេសាបឧត្តមសេនីយ៍តូសេងធីរិនបានបញ្ជាក់ថាទោះបីជាកងទ័ពជាប់ដៃការពារបូរណភាពទឹកដីពីការឈ្លានពានពីប្រទេសជិតខាងយ៉ាងណាក្តីតែដៃម្ខាងការពារទឹកដីនិងដៃម្ខាងទៀតបន្តការពារធនធានធម្មជាតិលើផ្ទៃបឹងទន្លេសាបដោយបន្តបង្ក្រាបបទល្មើសផ្សេងៗដូចជាឆក់ក្តៅត្រជាក់ដាក់របាំងស្បៃលបរាវក្នុងតំបន់ព្រៃលិចទឹកនិងការនេសាទដោយឧបករណ៍ខុសច្បាប់ជលផលផ្សេងៗទៀតជារៀងរាល់ថ្ងៃដោយពុំមានការលើកលែងនិងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដើម្បីធានាបាននូវការការពារធនធានធម្មជាតិជីវៈចម្រុះលើផ្ទៃបឹងទន្លេសាបដែលជាប្រភពធនធានមច្ឆជាតិក្នុងការរួមចំណែកជួយផ្គត់ផ្គង់នូវជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរមួយចំណែកនិងប្រយោជន៍សេដ្ឋកិច្ចជាតិផងដែរ